មន្ត្រីរាជការនៃក្រសួងព័ត៌មានជាង500នាក់ទទួលបានការពិនិត្យភ្នែកនិងកាត់វ៉ែនតាដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញផ្នែកចក្ខុក្រសួងព័ត៌មានបានសហការជាមួយក្រុមគ្រូពេទ្យផ្នែកគៀនឃ្លាំងនៅព្រឹកថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025បានរៀបចំកម្មវិធីពិនិត្យភ្នែកនិងវាស់កាត់វ៉ែនតាជាប្រភេទវ៉ែនតាការពារកុំព្យូទ័រវ៉ែនតាមញោបនិងវ៉ែនតាសម្រាប់អានអក្សរជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងព័ត៌មានជាង500នាក់ដោយឥតគិតថ្លៃពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងគោលបំណងផ្ដោតសំខាន់លើការថែទាំសុខភាពភ្នែករបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មានដើម្បីឲ្យការងារប្រចាំថ្ងៃកាន់តែប្រសើរឡើងនិងមានប្រសិទ្ធភាពខ្ពស់លោកចក្ខុបណ្ឌិតប៉ាងសាម៉នប្រធានមន្ទីរពេទ្យផ្នែកគៀនឃ្លាំងពេទ្យផ្នែកកម្ពុជាបានលើកឡើងថាលោកបាននាំក្រុមគ្រូពេទ្យមកពិនិត្យភ្នែកនិងផ្ដល់វ៉ែនតាដល់មន្ត្រីរាជការនៅក្រសួងព័ត៌មានដោយបានពិនិត្យជូនដល់មន្ត្រីរាជការជាង500នាក់នេះជាសកម្មភាពដែលធ្វើជូនមន្ត្រីរាជការដោយប្រើប្រាស់ថវិកាផ្ទាល់ខ្លួនរបស់ក្រុមគ្រួសាររបស់លោកផ្ទាល់លោកបានបន្តថាការពិនិត្យភ្នែកនិងការផ្ដល់វ៉ែនតាជូនដល់មន្ត្រីរាជការនៃក្រសួងព័ត៌មានចង់ចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជានិងបម្រើដល់ប្រទេសជាតិហើយគិតថាមន្ត្រីរាជការគាត់ត្រូវការវ៉ែនតាជាការចាំបាច់ក្នុងការសរសេរការអាននិងការមើលធ្វើឯកសារផ្សេងៗជារៀងរាល់ថ្ងៃម្យ៉ាងវិញទៀតគឺដោយសារឃើញមន្ត្រីរាជការគាត់មិនសូវមានពេលឬមិនបានវាស់ភ្នែកឲ្យបានត្រឹមត្រូវគាត់ច្រើនតែទិញវ៉ែនតានៅតាមទីផ្សារយកមកប្រើតែម្ដងលោកចក្ខុបណ្ឌិតប៉ាងសាម៉នបានឲ្យដឹងទៀតថាក្នុងនាមលោកជាគ្រូពេទ្យឯកទេសជំងឺភ្នែកចង់រួមចំណែកទិញវ៉ែនតាល្អៗជូនដល់ពួកគាត់និងវាស់បានត្រឹមត្រូវមិនមែនចេះតែយកទេគឺយើងមានម៉ាស៊ីនកុំព្យូទ័រវាស់ដឺការ៉េត្រឹមត្រូវហើយនឹងផ្ដល់វ៉ែនតាត្រឹមត្រូវដល់គាត់និងចង់ឲ្យគាត់មានវ៉ែនតាត្រឹមត្រូវអាចធ្វើការងារសរសេរឯកសារបានជាមន្ត្រីងាយស្រួលបំពេញការងារប្រចាំថ្ងៃរបស់គាត់ទាំងចិត្តទាំងឆ្ងាយព្រោះគាត់ត្រូវការវ៉ែនតាជាចាំបាច់លោកបានបន្ថែមថាការផ្ដល់វ៉ែនតានេះសំដៅលើវ៉ែនតាមញោបឆ្ងាយនិងមញោបចិត្តមញោបអានអក្សរនិងមញោបសម្រាប់មើលឆ្ងាយមិនគិតថាចាស់ឬក្មេងនោះទេលោកបានផ្ដាំផ្ញើដល់មន្ត្រីរាជការដែលមានបញ្ហាជំងឺឡើងបាយកន្ទុយថ្លែនមិនអាចវ៉ែនតាដាក់ឲ្យជួយភ្លឺបានទេហើយក៏មិនមានថ្នាំបន្តក់ថ្នាំលេបណាមានប្រសិទ្ធភាពអាចព្យាបាលឡើងបាយកន្ទុយថ្លែនបាននោះទេត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៅក្បែរផ្ទះរបស់គាត់ដើម្បីអាចប្រឹក្សាផ្ដល់យោបល់ថាតើព្យាបាលយ៉ាងម៉េចជៀសវាងឲ្យគាត់ទិញថ្នាំឬក៏វ៉ែនតាមកប្រើគឺជាការខាតបង់ថវិកាឥតប្រយោជន៍ជួនកាលទុកឲ្យជំងឺរបស់គាត់កាន់តែធ្ងន់ទៅដល់ពេលត្រូវព្យាបាលគឺហួសពេលមានន័យថាទោះបីជាយើងបកយើងព្យាបាលក៏នៅតែមើលមិនឃើញដែរព្រោះដោយសារគាត់ទុកជ្រុលដូចនេះសូមបញ្ជាក់ថាវ៉ែនតានិងថ្នាំបន្តក់ថ្នាំលេបមិនអាចជួយព្យាបាលជំងឺឡើងបាយកន្ទុយថ្លែនបាននោះទេបើតាមឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកសកម្មភាពរបស់ក្រុមគ្រូពេទ្យគឺជាអំណោយមួយដែលផ្ដល់នូវតម្លៃជីវិតឬផ្ដល់នូវក្តីសង្ឃឹមបន្ថែមទៀតនៅពេលដែលអ្នកមានបញ្ហាភ្នែកទទួលបានវ៉ែនតាសម្រាប់ជាជំនួយដូច្នេះប្រសិនបើអ្នកមានជំងឺភ្នែកមញោបមិនមានវ៉ែនតាជាជំនួយនោះទេច្បាស់ណាស់ប្រសិទ្ធភាពការងារក៏នឹងមិនធ្វើបានល្អនោះដែរពីព្រោះបញ្ហាជំងឺភ្នែកវាបង្កផលរំខានជាច្រើនដល់អ្នកជំងឺឯកឧត្តមនេតភក្ត្រាបានថ្លែងថាខ្ញុំជឿថាអំណោយជាវ៉ែនតានេះនឹងជួយជំរុញប្រសិទ្ធភាពការងាររបស់បងប្អូនជាមន្ត្រីរាជការទីប្រឹក្សាក្រសួងព័ត៌មានកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតពីព្រោះវ៉ែនតាជួយកាត់បន្ថយការស្រវាំងភ្នែកឬបញ្ហាឈឺក្បាលដែលបង្អាក់សកម្មភាពការងារហើយសុខភាពភ្នែកគឺជារឿងសំខាន់ឯកឧត្តមនេតភក្ត្រាបានបន្តថាបុគ្គលដែលមានបញ្ហាភ្នែកប៉ុន្តែនៅពេលដែលទទួលបានវ៉ែនតាដែលក្រុមគ្រូពេទ្យជំនាញបានពិនិត្យវាស់ជាក់ស្ដែងតាមរយៈអាការៈភ្នែករបស់អ្នកជំងឺច្បាស់ណាស់វានឹងធ្វើឲ្យអ្នកមានបញ្ហាភ្នែកដែលបានពាក់វ៉ែនតានឹងមានអារម្មណ៍ប្លែកនិងធូរស្រាលមានអារម្មណ៍ស្រឡះក្នុងខ្លួនដែលអាចជួយឲ្យអ្នកជំងឺអាចបំពេញការងារបានយ៉ាងរលូនជាដើមឯកឧត្តមនេតភក្ត្រាក៏បានលើកទឹកចិត្តដល់អ្នកជំងឺភ្នែកមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យជំនាញឯកទេសចក្ខុពីព្រោះបច្ចុប្បន្ននេះមន្ទីរពេទ្យមានឧបករណ៍ទំនើបនិងមានក្រុមគ្រូពេទ្យជំនាញសម្រាប់ពិគ្រោះនិងព្យាបាលជំងឺភ្នែកជូនដល់អ្នកជំងឺ
បន្ថែមពីនេះអ្នកជំងឺដែលមានប័ណ្ណ បសស នៅក្នុងដៃគឺមិនតម្រូវឲ្យចំណាយថវិកាលើថ្លៃព្យាបាលនោះទេ។